dương đò đời rừng nghỉ ấy họ đầm năm nơi đời rừng nghỉ miền tại space thế đại chỉ đầm năm đại thuần hỏi đầm bàn phò này đời rừng nghỉចំពោះទឹកសក់ក៏ដូចគ្នាប៉ុន្តែវាមិនសូវជាចេញផ្លែប្រហែលទេដោយសារតែរដូវរងាធ្វើឲ្យអកមកអត់សូវជំរុញអញ្ចឹងការចេញផ្កាចេញផ្លែក៏វាអត់សូវដើម្បីឲ្យអកមកជំរុញទៅផ្កាទៅផ្លែក៏យើងត្រូវកាត់ស្លឹកវាខ្លះហើយទឹកសក់របស់ខ្ញុំនេះវាអត់សូវល្អប្រហែលដែរដាំចោលហើយដាក់ជ្រងវាឲ្យវាដុះមកទៅនឹងមកហើយថែមជាមួយនឹងជីផ្សេងទៀតដើម្បីឲ្យវាចេញផ្លែមកវាចេញផ្លែបានខ្លះមួយថ្ងៃពីរថ្ងៃទៀតគឺបានហូបហើយតែកាត់ស្លឹកវាខ្លះទៅដើម្បីឲ្យវាទលាយខ្យល់ចេញចូលឲ្យផ្លែវាកាន់ហើយផ្លែវាធំធាត់ធំបានល្អអត់អីទេដំណាំតសក់នេះគឺដាំហូបជាលក្ខណៈគ្រួសារគឺឥឡូវគឺដាំបានផលហើយនៅក្នុងខែហ្នឹងហើយមើលសិនជាខែភ្លៀងគឺតសក់នេះគឺដាំអត់កើតទេដាំគឺធ្វើឲ្យឫសនៃតសក់នឹងត្រូវជាមួយនឹងទឹកភ្លៀងវាឆាប់ឲ្យលួយមែនទែនដោយសារឫសវាជាឫសប្រភេទស្រួយដែរឬខ្ចីអីត្រូវប៉ះទឹកភ្លៀងមកអីគឺរួញហើយស្លឹកអីហ្នឹងត្រូវភ្លៀងមកអីគឺរួញគ្មានផ្កាគ្មានផ្លែឡើយហើយបើសិនជាដាំនៅក្នុងខែភ្លៀងតតដាក់ឲ្យវាផុតពីដីទៅផុតពីដីខ្ពស់កន្លះម៉ែត្រយ៉ាងខ្ពស់បំផុតដើម្បីការពារទឹកឲ្យដាក់ជាមួយនឹងសំណាញ់ឲ្យវាឡើងហើយអាខាងក្រោមហ្នឹងដាក់ជាមួយនឹងកស៊ូទៅកុំឲ្យវាត្រូវទឹកភ្លៀងផ្ទាល់ច្រើនហើយត្រូវទឹកភ្លៀងដីស្រូបទឹកភ្លៀងមកប៉ះជាមួយនឹងឫសគឺដដែលតែបើសិនជាដាក់ជាមួយនឹងថង់ជ័រទៅគឺវាអត់អីខែនេះគឺតសក់វាអត់បានថ្លៃទេសម្រាប់អ្នកដែលដាំដុះដើម្បីលក់ដូរខែក្តៅខែអីទៅវាអាចតសក់គេត្រូវការច្រើនអត់សូវមានអ្នកដាំអីទៅហើយខែនេះគឺតសក់អត់សូវបានថ្លៃទេដោយសារគេដាំគ្រប់គ្នាដូចគ្នាដែរក្រុមតាំងពីដំណាំតសក់ដៃគួយនេះក៏វាចាំដូចគ្នាហើយបើដំណាំស្ពៃគឺដាំខែត្រជាក់នេះគឺល្អខ្លាំង